ខ្ញុំសូមថ្លែងអំណរគុណព្រះអង្គម្ចាស់និងលោកអនុសេនីយ៍ទូជាអាណ័យដែលបានសពប្រតិបំពេញបេសកកម្មដ៏ពិបាកនេះក្នុងនាមទូលបង្គំជារដ្ឋមន្ត្រីគ្រប់គ្រងប្រាសាទបុរាណទូលបង្គំមានកិត្តិយសសូមប្រគល់បេសកកម្មនេះថ្វាយនឹងជូនដោយទូលបង្គំបានសរសេរនៅក្នុងលិខិតផ្ញើថ្វាយកាលពីថ្ងៃម្សិលមិញស្រាប់អ្នកកាប់អូសឈ្មោះសុកបានរាយការណ៍ជូនលោកចៅហ្វាយខេត្តភ្នំដងរែកថាគេបានរកឃើញដោយចៃដន្យនៅប្រាសាទដ៏ល្អមួយដែលស្ថិតនៅកំបាំងចន្លោះភ្នំពីរនៃជួរភ្នំដងរែកនេះក្បែរព្រំដែនកម្ពុជាថៃលោកមែនហើយក្រាបទូលភ្នំទាំងពីរនោះស្ថិតនៅម្ដុំត្រង់នេះអ្នកកាប់អូសតំបន់ភ្នំដងរែកឈ្មោះសុកនោះអាចគ្រាន់តែជាស្រមើស្រមៃក៏មិនដឹងប៉ុន្តែលោកជាវាយខេត្តបានប្រាប់ទូលបង្គំថាបរិសនោះជាមនុស្សគួរឲ្យទុកចិត្តបានព្រះអង្គម្ចាស់និងលោកអនុសេនីយ៍ទូធ្វើដំណើរចេញពីសៀមរាបអង្គរទៅជាមួយសុកគាត់នឹងនាំព្រះដំណើរទៅដល់ទីកន្លែងដែលគេអះអាងថាបានរកឃើញប្រាសាទនោះប្រសិនបើយើងអាចរកឃើញប្រាសាទដ៏ល្អអស្ចារ្យនោះដោយសារគេមែនព្រះមហាក្សត្រយើងប្រជាជាតិខ្មែរទាំងមូលនិងប្រជាជនទាំងអស់ដែលជាមិត្តភ័ក្តិរបស់ប្រទេសកម្ពុជាយើងគេនឹងស្ញប់ស្ញែងអរិយធម៌ខ្មែរយើងគេច្បាស់ជារីករាយជាពុំខានព្រះអង្គម្ចាស់ព្រះអង្គជាបុរាណវិទូខ្មែរដ៏ល្បីល្បាញពេលនេះកំពុងតែធ្វើកម្មសិក្សាជាមួយនឹងនាយទាហានបំរុងនៅក្នុងកងទ័ពខេមរៈភូមិន្ទបេសកកម្មដែលទូលព្រះអង្គថ្វាយព្រះអង្គនេះពិតជាធ្វើឲ្យព្រះអង្គសពការតីជាពុំខានខ្ញុំសូមអរគុណឯកឧត្តមហើយដែលបាននឹកគិតមកដល់ខ្ញុំសម្រាប់បេសកកម្មដោយគួរឲ្យចាប់អារម្មណ៍នេះខ្លួនខ្ញុំផ្ទាល់មិនគួរជឿថាអាចមានប្រាសាទបុរាណនៅក្នុងជួរភ្នំដងរែកនេះទេតែបើតាមសម្ដីរបស់សុកប្រាសាទនេះមិនមែនជាប្រាសាទបុរាណទេហើយម្យ៉ាងទៀតតើអ្នកណាទៅណោះដែលមានគំនិតចម្លែកខុសគេនេះមានទាំងមធ្យោបាយមានទាំងប្រាក់កាសនិងកម្លាំងពលកម្មគ្រប់គ្រាន់មកសាងសង់ប្រាសាទបុរាណដូចជានៅក្នុងរឿង1000មួយយប់នៅក្នុងព្រៃភ្នំស្មោះសានដូចនេះទៅវិញព្រះអង្គម្ចាស់ទូលបង្គំគោរពព្រះបន្ទូលព្រះអង្គហើយប៉ុន្តែទូលបង្គំមានករណីយកិច្ចត្រូវតែចាត់ការធ្វើពិនិត្យដល់ទីកន្លែងនៅអ្វីដែលអ្នកកាប់អូសឈ្មោះសុកបានអះអាងថាបានឃើញដោយឲ្យគាត់ចូលរួមព្រះដំណើរព្រះអង្គផងលោកអនុសេនីយ៍ទូរទ្ធីបានដោយលោកដឹងស្រាប់ហើយថាឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានជ្រើសរើសរូបលោកដែលជានាយទាហានសកម្មដើម្បីហែព្រះអង្គម្ចាស់ឥន្ទបុត្រក្នុងការបំពេញបេសកកម្មនៅភ្នំដងរែកនេះឯកឧត្តមខ្ញុំ
ខ្ញុំនឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីឲ្យសមនឹងទំនុកទុកចិត្តរបស់ឯកឧត្តមនិងលោករដ្ឋមន្ត្រីរបស់ខ្ញុំទូលបង្គំសូមប្រសិទ្ធទីពរថ្វាយព្រះអង្គម្ចាស់និងជូនលោកអនុសេនីយ៍ទូសូមឲ្យបានសម្រេចជោគជ័យនៅក្នុងបេសកកម្មនេះហើយប្រសិនបើនៅទីបំផុតប្រាសាទអាកំបាំងភ្នំដងរែកនោះបែរជាមានតែក្នុងការស្រមៃរបស់អ្នកកាប់អូសឈ្មោះសុកនោះវិញទេនៅភ្នំពេញក៏គ្មានអ្នកណាគេសើចចំអកឲ្យព្រះអង្គម្ចាស់និងលោកអនុសេនីយ៍ទូដែរសូមជួយទៅឲ្យបានជោគជ័យសូមលីហើយឯកឧត្តមសុំទោសអូបន្តិចទៀតយើងត្រូវតែឈប់រថយន្តនៅលើមាត់ជ្រោះមួយហើយយើងត្រូវតែចុះដើរឆ្លងស្ទឹងនោះទៅបាននៅខាងនោះជ្រោះគ្មានផ្លូវថ្នល់បើករថយន្តបានទេព្រះអង្គហើយមានសុទ្ធតែព្រៃក្រាស់និងភ្នំចោតដែលយើងត្រូវតែប្រឹងដោយលំបាកហើយយើងត្រូវសម្រាប់នៅទីនេះហើយយប់ហ្នឹងក្រាស់ទូសូមអរគុណលោកហើយត្រឡប់ទៅវិញចុះសូមគោរពលាមុននឹងយើងឆ្លងជ្រោះនេះនឹងបន្តដំណើរទៅមុខទៀតទូលបង្គំសូមស្នើព្រះអង្គនឹងមិត្តសុខសោយនឹងពិសាសងវិជ្ជនៅផ្លែឈើនេះសិនទៅសូមអរគុណព្រះអង្គមកសូមស្រោយឲ្យមានកម្លាំងធ្វើបានយកឡើងទៅលើភ្នំរួយកាក់ឲ្យសល់បន្តិចប្រៅមីកាយើងត្រូវឆ្លងព្រៃនោះតាមផ្លូវនោះ
Tunggu mah. Phải không? Dìa mà khả này ở chắp. អូអស្ចារ្យណាស់ស្ដូមនេះមានអាយុច្រើនជាងប្រាសាទអង្គរទៅទៀត បើតាមស្មានប្រហែលជាមានអាយុជាង 2000 ឆ្នាំហើយ មែនហើយប្រាសាទអង្គរវត្តបានសាងសង់ឡើងកាលពី800ឆ្នាំមុននេះយើងទៅតាមផ្លូវណាទៀត Ủa, dìa người ta phải lúc kẹp tụi. មើលផែនទីសិន តាមផ្លូវ ត្រូវតោះយើង Dìa. ទៅ Tôi phải cũng ban non pro ông mày cha. Nhưng lúc anh lúc sau này tôi mà đo cả lại đo cha nói. Lúc nó. ទូលបង្គំសុំមើលផង ចា មើលណោះនៅក្បាំងកដាភ្នំ អស្ចារ្យមែនអស្ចារ្យ ជ័យយកមកសុកដែលបាននាំយើងមកដល់ព្រះរាជវាំងដ៏អស្ចារ្យនេះមែនតោះយើង យើង ទង្គំបានមកដល់ជាលើកទី2ហើយ ជាលើកទី1ហើយសម្រាប់ខ្ញុំណាសុង អូ សូមស្វាគមន៍អស់លោកចាប់ពីថ្ងៃនេះតទៅអស់លោកជាភ្ញៀវរបស់ព្រះមហាក្សត្រយានីសេវៈបុត្រីហើយព្រះក្សត្រីជាអ្នកស្នងរាជដ៏ពិតនិងស័ក្តិសមបំផុតតពីព្រះបាទសូរិយាវរ្ម័នទី2ដ៏ឆ្នើមព្រះអង្គបានសាងសង់ប្រាសាទអង្គរវត្តដ៏ល្អប្រណិតបំផុតសុក្រិតបំផុតអស្ចារ្យផ្ដាច់គេនៅលើពិភពលោកនេះ ប្រទេសកម្ពុជាពុំមានព្រះមហាក្សត្រីសោយរាជទេមានតែព្រះមហាក្សត្រគឺព្រះបាទនរោត្តមសីហនុវរ្ម័ន ព្រះមហាក្សត្ររបស់អស់លោកគ្មានសិទ្ធិយកព្រះនាមវរ្ម័នទេពីព្រោះព្រះអង្គមិនមែនជាអ្នកស្នងព្រះរាជវង្សព្រះមហាក្សត្រក្រុងអង្គរឡើយតាមពិតគ្រាន់តែជាអ្នកដំណើរវង្សតកូលពីតាទៅសក់ផ្អែមតែប៉ុណ្ណាដែលជាអ្នកស្រែឡើងដណ្ដើមរាជតែប៉ុណ្ណោះ សំឡូងមេតានាំខ្ញុំចូលគង់ព្រះមហាក្សត្រយានីរបស់លោកបានទេខ្ញុំចង់ក្រាបទូលព្រះអង្គនៅសំណួរទី3បានយល់ព្រម មិនក៏តឹងតែងណា នេះជាវិន័យរបស់យើង អ
អង្គម្ចាស់លោកអនុស្រីតូទូមគុំវាកិត្តិយសសូមអានកម្មវិធីដែលព្រះមហាក្សត្រយ៉ានីបានមានព្រះសម្បត្តិឲ្យគិរៀបចំសម្រាប់ព្រះអង្គម្ចាស់នៅលោកអនុស្រីតូសម្រាប់2ថ្ងៃក្រាបទូលដំបូងនៃការស្នាក់នៅក្នុងរាជវាំងរបស់ព្រះអង្គនោះថ្ងៃទី1បន្ទាប់ពីបានធ្វើដំណើរមកយ៉ាងឆ្ងាយមកសំតែព្រះអង្គនៅលោកអនុស្រីតូបានសម្រាប់24ម៉ោងជាកាត់ដេរប្រុសម្នាក់ស្រីម្នាក់នឹងមកក្នុងព្រះរាជដំណាក់ដែលអលោកស្នាក់នៅចាប់ពីថ្ងៃស្អែកនេះទៅអលោកនឹងមានសម្ភារបំពាក់ជាឯកសណ្ឋានទាហានពេលព្រឹកពួយសម្រាប់ពេលល្ងាចពួយសម្រាប់អស់លោកពុំអាចចូលគាល់ព្រះមហាក្សត្រយ៉ានីដោយសម្ភារបំពាក់របៀបនេះបានទេនេះជាកម្មវិធីសម្រាប់ថ្ងៃស្អែកម៉ោង11ព្រះមហាក្សត្រយ៉ានីព្រះអង្គអនុញ្ញាតឲ្យព្រះអង្គម្ចាស់និងឲ្យលោកចូលគាល់ព្រះអង្គម៉ោង12ព្រះមហាក្សត្រយ៉ានីទទួលជប់លៀងថ្វាយព្រះអង្គម្ចាស់ម៉ោង7យប់ព្រះមហាក្សត្រយ៉ានីព្រះអង្គទ្រង់ព្រះជានុញ្ញាតឲ្យគឺបង្ហាញជូនឲ្យលោកទេសនានៅរបាំបុរាណខ្មែរ2ឈុតសម្ដែងឡើងដោយក្រុមរបាំរបស់ព្រះអង្គដើម្បីថ្វាយជ្រាបថាសិល្បៈរបាំរបស់យើងពិតជាខ្ពស់ជាងសិល្បៈរបាំរបស់រាជវាំងភ្នំពេញមែនឥឡូវនេះសូមយាងទៅជើញទៅតាមខ្ញុំចំណែកតែកាប់អស់ឈ្មោះសុកគាត់ត្រូវនៅក្នុងបន្ទប់មួយប្រកបដោយផាសុខភាពមានបន្ទប់ទឹកទៅជាប់តែម្ដងគឺចង់បង្ហាញថ្វាយព្រះអង្គឲ្យជ្រាបថាមិនមែនមានតែប្របាទនរោត្តមសីហនុមួយព្រះអង្គនោះទេដែលជាព្រះមហាក្សត្រខ្មែរជាគោរពនិងស្រឡាញ់ប្រជារាស្ត្រសូមអរព្រគុណហើយបាទសូមព្រះអង្គយាងខ្ញុំត្រូវនៅបន្ទប់នឹងតែម្នាក់ឯងទេលោកកណ្ដាលសេះព្រះអង្គត្រូវគង់ក្នុងបន្ទប់នោះតែមួយព្រះអង្គទេក្រាបទូលសូមជ័យលោកព្រះមហាក្សត្រយ៉ានីមានព្រះរាជសវណ្ណីឲ្យខ្ញុំយកម្ហូបអាហារមកជូនលោកពូមហូបសូមអរព្រគុណសូមអរព្រគុណទេអញ្ចឹងអង្គុយពិសាខាងលើទៅសូមជ័យពិសាបានឆ្ងាញ់អរគុណអរគុណ
អូយរីកល្អណាស់មួយនេះក៏ស្អាតដែរកុំបងកុំណានេះក៏រីកល្អណាស់ដែរណាអញមកខណៈរីស្អាតណាស់ស្អាតណាស់នេះរីណាមើលគេทำតិចមើលអូយក្អបណាស់ហើយក្អបបែរអញทำតិចថាផងមើលអូយក្អបមែន រៀបរយអស់ហើយក្រាបទូលខ្ញុំដឹងថាមុនពេលមកដល់បរមរាជវាំងខ្ញុំនាភ្នំដងរែកនេះអស់លោកមិនជឿថាមានព្រះមហាក្សត្រីក្រុងអង្គរនិងព្រះរាជវាំងរបស់ព្រះអង្គមួយនៅទីនេះទេតាមខ្ញុំស្មានពេលបានឃើញខ្ញុំព្រះអង្គពិតជាជឿថាព្រះអង្គកំពុងតែយល់សពហើយសង្ឃឹមថាពេលដែលព្រះអង្គតើនឡើងព្រះអង្គនឹងឃើញភាពពិតនៅទីក្រុងភ្នំពេញឯនោះវិញជាមិនខានមែនទេខ្ញុំមិនមែនជាមនុស្សក្នុងការយល់សប្តិរបស់ព្រះអង្គម្ចាស់ហើយក៏មិនមែនជាខ្មៅក្នុងព្រៃភ្នំដងរែកនោះដែរពូសុកអ្នកកាប់អស់នោះគាត់មានការពិចារណាត្រឹមត្រូវតាមទម្លាប់គាត់ជាកសិករព្រោះអីបន្ទាប់ពីបានរកឃើញរាជវាំងខ្ញុំដែលចែកដល់រួចមកគាត់បានទៅរាយការណ៍ជូនចៅហ្វាយខេត្តរបស់គាត់ភ្លាមតើខ្ញុំប្រកាសណាអាចទូលសួរពីរឿងមួយបានទេ កំអាលសិនចាំពេលក្រោយទៅចុះព្រះអង្គម្ចាស់ឥន្ទបុត្រជាបុរាណវិទូដល់ល្បីល្បាញខ្ញុំជឿជាក់ថាការរកឃើញរបៀបនេះពិតជាជំរុញព្រះអង្គឲ្យគង់នៅយូរក្នុងរាជវាំងរបស់ខ្ញុំនេះដើម្បីធ្វើការស្រាវជ្រាវស៊ីជម្រៅលើអាកំបាំងនៃសេវកបុត្រីជាមិនខានឡើយចំណែកឯលោកអនុសេនីយ៍ទូរិទ្ធីវិញគ្រាន់តែមើលទៅទឹកមុខរបស់លោកក៏ខ្ញុំអាចជឿថាលោកចង់ធ្វើជាភ្ញៀវរបស់ខ្ញុំអស់មួយជីវិត អ
ខ្ញុំដឹងពីទម្លាប់របស់ព្រះអង្គនិងលោកនៅភ្នំពេញហើយពេលបាយល្ងាចរួចគេតែងនាំគ្នាពិសាស្រាសំប៉ាញគេធ្វើតាមមិត្តបារាំងរបស់លោកដូច្នេះខ្ញុំសូមលើកកែវស្រាសំប៉ាញឡើងសោយដើម្បីសុខភាពព្រះអង្គនិងលោក សូមព្រះមហាក្សត្រយានីទ្រង់អនុញ្ញាតឲ្យទូលព្រះបង្គំបានសេពសូរាដើម្បីព្រះសុខភាពនិងដើម្បីបារមីនៃព្រះបល្ល័ង្កនៃព្រះមហាក្សត្រយានីដោយអនុគ្រោះផងចុះ អរគុណលោកហើយព្រះអង្គម្ចាស់ឥន្ទបុត្រព្រះអង្គសោយតែបន្លែមិនព្រមសោយសាច់សោះហើយឥឡូវនេះព្រះអង្គមិនព្រមសោយសារាទៀតតើហេតុអីទៅខ្ញុំម្ចាស់ឆ្ងល់ណាស់ អូក្រាបទូលព្រះមហាក្សត្រីទូលបង្គំជាអ្នកកាន់ព្រះពុទ្ធសាសនាទូលបង្គំសោយតែបន្លែដូចជាអ្នកកាន់ព្រះពុទ្ធសាសនាពិតដូចនេះដែរចឹងហើយទូលបង្គំមិនសោយសារាទេ ខ្ញុំយល់ហើយខ្ញុំសូមគោរពព្រះអង្គម្ចាស់ដែលជាពុទ្ធសាសនិកតឹងរឹងនិងបរិសុទ្ធជាងពុទ្ធសាសនិកភាគច្រើននៅប្រទេសខ្មែរនេះទៅទៀតចំណែកខ្ញុំវិញក្នុងឋានៈជាអ្នកស្នងព្រះរាជវង្សពីព្រះបាទសូរ្យាវរ្ម័នទី2ដែលផ្ទុយពីព្រះបាទជ័យវរ្ម័នទី7សោយរាជបន្តពីព្រះអង្គនោះព្រះបាទសូរ្យាវរ្ម័នទី2ព្រះអង្គមិនបានកាន់ព្រះពុទ្ធសាសនាទេឯចំណែកខ្ញុំក៏ដោយព្រះអង្គដែរគឺកាន់ព្រហ្មញ្ញសាសនា គោរពបូជាព្រះសិវៈនិងព្រះព្រហ្មប៉ុន្តែនៅក្នុងវាងរបស់ខ្ញុំក៏មានព្រះវិហារពុទ្ធសាសនាមួយដែរព្រះអង្គអាចយាងទៅទីនោះនៅពេលណាក៏បាន សូមអរព្រះគុណ អ
របាំនេះអស្ចារ្យមែនអស្ចារ្យមែន នាងជាអ្នកណាចានាងខ្ញុំឈ្មោះបុប្ផាបុប្ផាចា សេវៈបុត្រីសេវៈបុត្រីព្រះអង្គស្ដេចយាង
សូមព្រះអង្គប្រថាប់ក្បែរខ្ញុំម្ចាស់មក ទៅករណីថ្លៃវិសេសទូបង្គំសូមព្រះរាជាអនុញ្ញាតឈរវិញព្រោះទូបង្គំចូលចិត្តដូច្នេះតាមតែសពហារតីចុះ សូមអរព្រះគុណ កាលពីម្សិលមិញព្រះអង្គម្ចាស់ហាក់ដូចជាមិនចាប់ប្រតិចំពោះខ្ញុំម្ចាស់ក៏ដូចជាចំពោះក្រុមរបាំខ្ញុំម្ចាស់ដែរតើព្រះអង្គម្ចាស់មិនពេញប្រតិនឹងខ្ញុំម្ចាស់រឿងអីទេ អូខ្ញុំប្រកាសណាគ្រប់ព្រះមហាក្សត្រីជាទីបំផុតប៉ុន្តែទូបង្គំចូលចិត្តតែពីធម៌អានិងបរាណវិជាតែប៉ុណ្ណោះចំពោះរឿងរបាំរូបចម្លាក់អប្សរានៅលើប្រាសាទអង្គរគឺគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ទូបង្គំ ព្រះអង្គម្ចាស់ចរិតមិនល្អទេប៉ុន្តែខ្ញុំម្ចាស់អភ័យទោសដល់ព្រះអង្គតិចចុះព្រោះព្រះអង្គជាអំបោរក្សត្រទោះបីជាបុព្វបុរសព្រះអង្គតែតសក់ផ្អែមដែលមានវណ្ណៈទាបបានដណ្ដើមរាជបល្ល័ង្កពីមហាក្សត្រក្រុងអង្គរជាព្រះរាជវង្សរបស់ខ្ញុំម្ចាស់ក៏ដោយដណ្ដើមរាជព្រះមហាក្សត្រយានីក៏មិនទាន់បានបង្ហាញផុសតាងណាមួយថាពិតជាជាប់ព្រះរាជវង្សក្សត្រក្រុងអង្គរនៅឡើយដែរ ក្នុងបណ្ណាល័យខ្ញុំម្ចាស់ព្រះអង្គម្ចាស់នឹងបានឃើញឯកសារដែលបញ្ជាក់ថាខ្ញុំម្ចាស់ពិតជាជាប់រាជវង្សព្រះបាទសូរិយាវរ្ម័នទី 2 មែនព្រះស្វាមីនៃខ្ញុំម្ចាស់បានចូលទីបង្គត់កាលពី3ឆ្នាំមុននេះដោយជំងឺមហារាជសួតព្រះអង្គក៏ជាប់ជារាជវង្សព្រះបាទសូរិយាវរ្ម័នទី 2 ដែរព្រះអង្គត្រូវជាប្រពេតតាឡាដែលមានប្រជជនច្រើនជាងខ្ញុំម្ចាស់15ឆ្នាំឥឡូវខ្ញុំម្ចាស់នៃតឯងហើយត្រូវបង្ខំប្រតិរកក្សត្រខ្មែរមួយព្រះអង្គរៀបអភិសេកដោយសង្ឃឹមថានឹងបង្កើតបានព្រះរាជបុត្រមួយព្រះអង្គដើម្បីជារាជវង្សក្រុងអង្គរបានថិតថេរជារៀងដរាបទៅតែតសក់ផ្អែមបព្វបរោះរបស់ព្រះអង្គថ្វីបើមានដើមកំណើតជាវណ្ណៈទាបមែនប៉ុន្តែក៏មានបុត្រដែនមេដាជាម្ចាស់ស្ត្រីក្រុងអង្គរមួយព្រះអង្គដែរមែនហើយតែតសក់ផ្អែមជាអ្នកថែច្បាស់ដំណាំរបស់មហាក្សត្រក្រោយពីបានធ្វើគុតព្រះរាជារបស់គាត់ដោយអចេតនាមកក៏ត្រូវបានឡើងសោយរាជសម្បត្តិដោយការសម្រេចចិត្តរបស់ក្រុមប្រឹក្សារាជបល្ល័ង្កហើយព្រះអង្គក៏បានរៀបអភិសេកជាមួយបុត្រីទោលរបស់ព្រះរាជាដែលចូលទីវង្គតទៅហើយនោះដោយហេតុនេះហើយបានជាព្រះអង្គម្ចាស់អិនបុត្រក៏មានឈាមជាប់ជាមហាក្សត្រក្រុងអង្គរដែរ ជាមួយខ្ញុំម្ចាស់ទេ ព្រះអង្គម្ចាស់ពេញប្រតិនឹងខ្ញុំម្ចាស់មែន លោកអនុសេនីយ៍ទូសូមលោកអភ័យទោសដល់ខ្ញុំផងដែលខ្ញុំចូលមកដល់កន្លែងលោកយ៉ាងដូចនេះ
ខ្ញុំយកស្ករសូកូឡាពីស្វីសដែលរត់ពន្ធពីប្រទេសថៃមកជូនលោក ខ្ញុំអរគុណនាងហើយដែលយកចិត្តទុកដាក់មកលើរូបខ្ញុំតែខ្ញុំមិនចូលចិត្តស្ករសូកូឡានេះទេ បុប្ផា ចា នាងមានដឹងថាព្រះអង្គម្ចាស់យាងទៅណាទេ ចាព្រះមហាក្សត្រយានីបានយាងទ្រង់ឲ្យចូលគាល់ព្រះអង្គហើយ តែមួយព្រះអង្គទេ ចាពិតមែនហើយលោក លោកកុំខាត់ទុកអីពិតមែនហើយរស់នៅក្នុងព្រះរាជវាំងនេះមិនសូវជាសប្បាយប៉ុន្មានទេលោកខ្វះការកំសាន្តក្រៅពីបណ្ណាល័យមួយដែលមានសិភៅល្អល្អគ្មានអ្វីផ្សេងទៀតទេដែលអាចជួយកំដរលោករាល់ថ្ងៃបានក្នុងព្រៃសម្បូរទៅដោយផ្កាល្អល្អនិងសត្វព្រៃជាច្រើន ចឹងផង មានសាលព្យ៉ាណូមួយតែប៉ុណ្ណោះប៉ុន្តែលោកហាក់បីដូចជាមិនចាប់អារម្មណ៍នឹងអ្វីទាល់តែសោះអូលោកអនុស្នេហ៍តូអើយតើខ្ញុំអាចធ្វើអ្វីខ្លះបានដើម្បីជួយបំបត្តិការអបសុខនិងភាពកង្វល់របស់លោក អ្នកនាងសូមអ្នកនាងជួយឲ្យខ្ញុំបានចូលគាល់ព្រះមហាក្សត្រីម្ដងទៀតទៅខ្ញុំមិនអាចរស់ដោយមិនបានឃើញភ័ក្រព្រះមហាក្សត្រីម្ដងទៀតបានទេខ្ញុំត្រូវការមើលសម្ផស្សដ៏ល្អឥតខ្ចោះរបស់ព្រះអង្គប្រៀបដូចមនុស្សសត្វត្រូវការខ្យល់អុកស៊ីហ្សែនដើម្បីដកដង្ហើមរស់ដូច្នេះដែរ ព្រះសិវបុត្រីជាវង្សត្រកូលនៃព្រះបាទសូរ្យាវរ្ម័នទី2ដ៏ល្បីល្បាញដែលសាងអង្គរវត្តចំពោះមនុស្សណាដែលគ្មានជាប់រាជវង្សានុវង្សនោះទេព្រះម្ចាស់ក្សត្រីច្បាស់ជានៅខ្ពស់ឆ្ងាយឈោងមិនដល់ទេ មិនអាចទេប្រាប់ខ្ញុំមើលក្រែងព្រះក្សត្រីទ្រង់ចាប់ប្រតិបត្តិលើព្រះអង្គម្ចាស់អនុបុត្រទេដឹង ចាស់លោកចាប់ពីពេលនេះតទៅព្រះអង្គម្ចាស់អនុបុត្រស្ថិតនៅក្នុងបេះដូងរបស់ម្ចាស់ក្សត្រីហើយ ថាម៉េច ខ្ញុំស្រឡាញ់លោកណាស់ ព្រះមហាក្សត្រីទូបង្គំស្រឡាញ់ព្រះពុទ្ធសាសនាលើសអាយុជីវិតទៅទៀតទូបង្គំមិនអាចមានស្នេហាណាផ្សេងក្រៅពីនេះបានទេម្យ៉ាងទៀតក្រោយពីទូបង្គំបំពេញបេសកកម្មនៅភ្នំដងរែកនេះរួចហើយនឹងក្រោយពេលត្រឡប់ទៅភ្នំពេញវិញនោះទូបង្គំនឹងចាក់ចេញពីជួរកងទ័ពចូលទៅសាងភ្នោះនៅវត្តបទុមបតីហើយ អញ្ចឹងខ្ញុំសូមដកសំណើរៀបអភិសេករបស់ខ្ញុំវិញចាស់ ខ្ញុំម្ចាស់សូមប្រមានថាព្រះអង្គម្ចាស់លោករទ្ធីនិងអ្នកកាប់អស់នោះគឺមិនអនុញ្ញាតឲ្យចេញពីព្រះរាជវាំងទេពិតមែនហើយក្នុងករណីណាក៏ដោយរដ្ឋាភិបាលភ្នំពេញមិនត្រូវដឹងថាមានរូបខ្ញុំនឹងរាជវាំងភ្នំដងរែករបស់ខ្ញុំនេះទេគឺជាកិច្ចការសំខាន់បំផុតមិនអាចឲ្យនរណាដឹងបានឡើយ